រសាជោគចតរិស័យសម្រាប់ថ្ងៃសុក្រ400ខែមិថឆ្នាំម៉ាសាញ់សព្វស័កពុរសករាជ2569ដែលត្រូវនឹងថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតធាតុទឹកពងទេវតាប្រុសតាំងឲ្យសត្វកណ្ដុររាសីរបស់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតថ្ងៃនេះគឺឡើងខ្ពស់ត្រដែតគឺទំនាយបាននិយាយថាលោកអ្នកមានភាពស្រស់បំព្រងនៅក្នុងដំណើរកិច្ចការងារប្រចាំថ្ងៃមិនចំពោះតែអ្នកធ្វើការឬក៏អ្នករកស៊ីនោះឡើយលៀបសក្ការៈមកពីទីជិតឆ្ងាយនិងរស័តមកចិត្តកាយអ្នកដូច្នេះហើយលោកអ្នកគួរចាប់ឱកាសនេះឲ្យបានល្អឯចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺមានតែភាពត្រជាក់ត្រជុំដូចទឹកអស់បំពង់ខ្ចីអញ្ចឹងឯងនៅក្នុងថ្ងៃនេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសតាំងឲ្យសត្វគោរាសីរបស់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវថ្ងៃនេះឡើងខ្ពស់ត្រដែតទំនាយបានទីថានៅក្នុងថ្ងៃនេះអស់លោកអ្នកនឹងទទួលបានការស្រឡាញ់ចូលចិត្តពីញាតិមិត្តជិតឆ្ងាយផងទាំងឡាយការធ្វើដំណើរទៀតសោតទោះទីជិតឆ្ងាយនិងការប្រកបកិច្ចការងារផ្សេងរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺសម្រេចលទ្ធផលល្អគួរជាទីគប់ចិត្តសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺស្គាល់តែសុខសុភមង្គលគួរឲ្យចងចាំទុកណាស់នៅក្នុងថ្ងៃនេះចំណែកឯអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលធាតុឈើពងយស្រីតាំងឲ្យសត្វខ្លាអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលថ្ងៃនេះរាសីស្រុតចុះទំនាយបានទីថារាល់គម្រោងការទាំងឡាយទាំងពួងដែលលោកអ្នកគិតថានឹងប្រព្រឹត្តទៅបានល្អនឹងคล้ายជារឿងអាសាបង់ដាក់ចុះរលាយបាត់គ្មានអ្វីជាដុំជាកំភួនឡើយនៅក្នុងថ្ងៃនេះហើយក្នុងថ្ងៃនេះទៀតសោតហានិភ័យក្នុងការចាញ់បោកគេក៏ច្រើនគួរជៀសវាងរាប់អានងប់ងល់ទៅលើបុគ្គលដែលគ្មានពងសាវតាច្បាស់លាស់ហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាវិញមានតែភាពរកាំរកូសមិនសូវជាចុះសម្រុងគ្នានោះទេឈានទៅរកការឆ្លោះប្រកែកទាស់ទែងគ្នាទៀតផងអាចរឿងតូចពូនឲ្យคล้ายទៅជារឿងធំបានចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះធាតុឈើពងមនុស្សស្រីតាំងឲ្យសត្វទន្សាយអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតគឺទំនាយបានទីថាលោកអ្នកមានលាភធំចូលមកក្នុងឆាកជីវិតព្រោះតែការធ្វើអំពើល្អនិងការខិតខំប្រឹងប្រែងរបស់អស់លោកអ្នកកន្លងមកចំពោះអ្នកធ្វើការជាបុគ្គលិកមន្ត្រីរាជការនឹងទទួលបានតំណែងថ្មីប្រាក់បៀវត្សក៏ថ្មីសមតាមចិត្តដែលប៉ងប្រាថ្នាជាយូរមកហើយចំពោះសម្រាប់រង្វង់គ្រួសារនិងស្នេហាវិញមានតែភាពល្អុកល្អឿនចេះយល់ចិត្តថ្លើមគ្នាធ្វើមួយជាពីរដងនៅក្នុងថ្ងៃនេះសម្រាប់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងធាតុមាសពងទេវតាប្រុសតាំងឲ្យសត្វនាគរាជរាសីរបស់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងថ្ងៃនេះគឺស្រុតចុះក្នុងថ្ងៃនេះទំនាយបានទីថាលោកអ្នកអាចនឹងមានភាពល្អក់កកឬក៏ចំនួននៅក្នុងរង្វង់កន្លែងការងារហើយអាចនឹងនាំឲ្យលោកអ្នកបាត់បង់ការងារធ្វើថែមទៀតផងហើយសម្រាប់អ្នករកស៊ីអាចនឹងស្ងាត់បាត់អតិថិជនហើយធ្ងន់ជាងនេះទៅទៀតនឹងត្រូវបង់ទ្រព្យសម្បត្តិផ្សេងផងដែរដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យខ្លាំងហាមចៃវាខុសខ្ទង់និងហាមបង់ប្រាក់កក់ផ្សេងឬក៏ចុះហត្ថលេខាអ្វីផ្សេងហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាអាចនឹងមានភាពរកាំរកូសបន្តិចបន្តួចប៉ុន្តែមិនជាថ្មីទេក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំអាសាញ់ធាតុភ្លើងពងមនុស្សប្រុសតាំងឲ្យសត្វពស់រាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំអាសាញ់ថ្ងៃនេះគឺឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះទំនាយបានទីថាលោកអ្នកអាចនឹងថ្លាចិត្តថ្លាគំនិតគិតអ្វីក៏ចេញធ្វើអ្វីក៏សម្រេចហើយជាពិសេសទៀតនោះលោកអ្នកអាចនឹងមានឱកាសទទួលបានការងារថ្មីប្រាក់ចំណូលក៏ច្រើនសមនឹងចិត្តដែលប្រាថ្នាជាយូរមកហើយនោះឯចំពោះរឿងរ៉ាវគ្រួសារនិងស្នេហានឹងកាន់តែមានភាពផ្អែមល្ហែមល្អុកល្អឿនដូចស្រមោចនឹងស្ករអញ្ចឹងឯងនៅក្នុងថ្ងៃនេះ
ចំណែកឯអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីទៀតភ្លើងពងទេវតាស្រីតាំងឲ្យសត្វសេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីថ្ងៃនេះរាសីល្អជាមកភ្ជុំទំនីបានទីថារាល់កិច្ចការងារទាំងឡាយរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះនឹងប្រព្រឹត្តទៅជាធម្មតាមិនមានបញ្ហាអ្វីចោទឡើងនោះឡើយហើយសម្រាប់អ្នកប្រកបរបររកស៊ីអាចនឹងទទួលបានប្រាក់ចំណូលតិចតួចតែមិនថ្មីទេព្រោះនៅក្នុងរង្វង់គ្រួសារគឺមានតែភាពផ្អែមល្ហែមរីករាយហើយស្នេហាទៀតសោតក៏ផ្អែមល្ហែមដូចស្រមោចនឹងស្ករអញ្ចឹងឯងនៅក្នុងថ្ងៃនេះអស់លោកអ្នកដែលនៅក្នុងឆ្នាំមមែធាតុមាសពងទេវតាស្រីតាំងឲ្យសត្វពពែរាសីរបស់លោកអ្នកដែលនៅក្នុងឆ្នាំមមែថ្ងៃនេះគឺឡើងខ្ពស់ត្រដែតទំនីបានទីថាលោកអ្នកនឹងទទួលបានដំណឹងល្អពីការងារថ្មីដែលជាការងារនៅក្នុងក្តីប្រាថ្នាដូច្នេះគួរចាប់ឱកាសនេះឲ្យជាប់ព្រោះអាចនឹងមានឥទ្ធិពលខ្លាំងក្លាទៅថ្ងៃអនាគតសម្រាប់អ្នកបានបើជាអ្នកប្រកបរបររកស៊ីក៏អាចនឹងបានជួបដៃគូសហការងារល្អអាចធ្វើដំណើរក្នុងមុខជំនួញជាមួយគ្នាប្រកបទៅដោយភាពជឿទុកចិត្តឯចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមចេះយល់ចិត្តគ្នាទៅវិញទៅមកប្រពៃណាស់នៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលនៅក្នុងឆ្នាំវកធាតុដែកពងជាប្រុសតាំងឲ្យសត្វស្វាអស់លោកអ្នកដែលនៅក្នុងឆ្នាំវកថ្ងៃនេះរាសីស្រុតចុះទំនីបានទីថាលោកអ្នកនឹងមានឧបសគ្គជាច្រើនមករាំងស្ទះក្នុងដំណើរជីវិតក៏ដូចជាកិច្ចការងារប្រចាំថ្ងៃជាដើមតែហាមជឿពាក្យលបងលងលោមអូសទាញឲ្យប្រព្រឹត្តអ្វីមួយនិងហាមដាច់ខាតទៅទន់អាណិតអ្នកដទៃដែលជាមិនមែនជាសមាជិកបងប្អូនសាច់ញាតិរបស់លោកអ្នកឯចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញអាចនឹងមានភាពរកាំរកុសបន្តិចបន្តួចប៉ុន្តែមិនថ្មីទេនៅក្នុងគ្រួសារអលោកអ្នកដែលនៅក្នុងឆ្នាំរកាធាតុដែកពងជាប្រុសតាំងឲ្យសត្វមាន់អស់លោកអ្នកដែលនៅក្នុងឆ្នាំរកាថ្ងៃនេះគឺរាសីឡើងខ្ពស់ត្រដែតតែម្ដងនៅក្នុងថ្ងៃនេះទំនាបបានទីថាមានមនុស្សជាច្រើននឹងតាមជូនអំណោយដល់លោកអ្នកហើយអាចនឹងមានលៀបធំផងដែរដូចជាការផ្ដល់តួនាទីផ្ដល់យុស័ក្តិទៅដល់លោកអ្នកជាដើមហើយបើជាអ្នករកស៊ីអាចនឹងមានឈ្មួញធំណាស់ម្នាក់មកបបួលបណ្ដាក់ទុនរកស៊ីថែមទៀតផងហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺមានភាពផ្អែមល្ហែមត្រជាក់ត្រជុំដោយទឹកអស់ពងខ្ចីអញ្ចឹងឯងនៅក្នុងថ្ងៃនេះឯចំពោះលោកអ្នកដែលនៅក្នុងឆ្នាំចធាតុដីពងជាស្រីតាំងឲ្យសត្វឆ្កែអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចនៅក្នុងថ្ងៃរាសីស្រុតចុះទំនីបានទីថាបើអស់លោកអ្នកជាអ្នករកស៊ីឬក៏ធ្វើចំនួនជួញប្រែអាចនឹងត្រូវអន្តរាយទ្រព្យសម្បត្តិលុយកាក់ដោយសារតែភាពជជែករឹងរូសមានះរបស់អស់លោកអ្នកនឹងឯងហើយបើជាអ្នកធ្វើការជាបុគ្គលិកជាមន្ត្រីរាជការវិញក៏អាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរដូចជាការជន់ពន្លិចពីសំណាក់ក្រុមការងារដូច្នេះហើយមុននឹងធ្វើអ្វីត្រូវគិតមុខគិតក្រោយឲ្យបានច្បាស់លាស់ហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺមានភាពល្អកកមិនសូវជាចុះសម្រុងហើយអាចឈានទៅរកការបែកបាក់គ្នាទៀតផងប្រសិនបើលោកអ្នកមិនចេះអត់ធ្មត់ខំមាត់សង្កត់ចិត្តឯចំពោះលោកអ្នកដែលនៅក្នុងឆ្នាំកុលធាតុទឹកពងមនុស្សស្រីតាំងឲ្យសត្វជ្រូករាសីរបស់លោកអ្នកដែលនៅក្នុងឆ្នាំកុលថ្ងៃនេះគឺល្អជាមកភ្ជុំទំនីបានទីថានៅក្នុងថ្ងៃនេះរាល់កិច្ចការងាររកស៊ីទាំងឡាយទាំងពួងរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺអាចប្រព្រឹត្តទៅល្អជាធម្មតាគ្រាន់តែមិនសូវទទួលបានលទ្ធផលល្អខ្លាំងនោះទេគឺនៅក្នុងថ្ងៃនេះបានត្រឹមតែមកភ្ជុំហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាវិញមិនមានរឿងរកាំរកូសណាកើតឡើងទេគឺល្អជាធម្មតានៅក្នុងថ្ងៃនេះ